របៀបពិនិត្យមើលទឹកមុននឹងយើងដាក់ខ្យងចូលនៅក្នុងអាងដែលយើងរៀបចំអាងរួចទុកជាមុនហើយដែលយើងដាក់ទឹកចូលនៅក្នុងអាងនោះរយៈពេល1អាទិត្យទៅកន្លះខែដូច្នេះយើងពិនិត្យដោយប្រើដំណក់ទឹកយើងមាន pH និងអាកម្លាំងនេះជា pH នេះគឺជាដំណក់ទឹកសម្រាប់វះមើលទឹកហើយអាកម្លាំងគឺវះកម្លាំងទឹកតើទឹកនឹងអាចដាក់ចងចូលបានហើយនៅពីឯ pH នេះគឺយើងប្រើ3ដំណក់យើងបន្ត3ដំណក់ទឹកទៅបន្ត3ដំណក់បើសិនជាវាប្រែពណ៌យើងមើលពណ៌របស់វាទៅតាមកម្រិតដែលគេក្រាត់ឲ្យតើយើងអាចប្រើបានហើយឬនៅជាធម្មតា pH គឺយកពី6ចន្លោះពី6ទៅ8កន្លះ6ទៅ8កន្លះបើល្អគឺ7គឺល្អអញ្ចឹងជាមួយខ្ញុំបន្តឲ្យមើល3ដំណក់ទឹក pH តើទឹកអាងនោះយើងទឹកអាងដែលយើងដាក់ចូលនៅក្នុងកែវវាប្រែពណ៌យ៉ាងម៉េចយើងចាំមើលតអស់គ្នា1 2 3វាប្រែពណ៌វាចាប់ផ្ដើមប្រែពណ៌អញ្ចឹងយើងបន្ត pH ទៅ3ដំណក់ទេ3ដំណក់វានឹងប្រែពណ៌ហើយយើងយកពណ៌របស់វាទៅផ្ទៀងជាមួយនឹងក្រដាសដែលមានពណ៌ដែលយើងត្រូវគិតថាអាចដាក់ចិញ្ចឹមបានហើយនៅមិនថាខ្យងមិនថាត្រីមិនថាបកងគឺយើងត្រូវពិនិត្យមើលបែបហ្នឹងហើយយើងឥឡូវចាំមើលវាប្រែពណ៌ទៅយ៉ាងម៉េចទៀតអញ្ចឹងយើងយកមកផ្ទៀងមកយើងយកក្រដាសហ្នឹងមកផ្ទៀងមកអញ្ចឹងយើងផ្ទៀងជាមួយនឹងទឹកដែលយើងប្រែពណ៌ហ្នឹងយកមកផ្ទៀងជាមួយនឹងក្រដាសមកតើវាពណ៌អីវាលេខប៉ុន្មានកម្រិតវាលេខប្រមាណជាធម្មតាកម្រិតដែលយើងអាចចិញ្ចឹមបានគឺចន្លោះពី6ទៅ8កន្លះគឺយើងអាចចិញ្ចឹមបានប៉ុន្តែ7គឺល្អ7 8កន្លះ7 7កន្លះ8នឹងចាំបាននេះយើងមើលទៅវាប្រែពណ៌វាកម្រិតវាគឺលេខ7អញ្ចឹងទឹកនេះវាមាន pH កម្រិតវាលេខ7លេខ7គឺល្អមែនទែនគឺល្អអាចចិញ្ចឹមខ្យងចិញ្ចឹមត្រីសឹងថាអាចដាក់ចិញ្ចឹមបកងបានជាធម្មតាបកងគេយក7ទៅ8កន្លះបកងមិនអាចយក6កន្លះទេគេយកពី7 7កន្លះ8អាចដាក់បកងបានបើ7 6 7កន្លះយើងដាក់ខ្យងបានល្អកម្រិតនឹងល្អបើ6 5កន្លះយើងដាក់បានដែរតែវាអត់សូវល្អទេអញ្ចឹងយើងវាស់ pH រួចហើយយើងឃើញលទ្ធផលរបស់ pH ហើយទឹកក្នុងអាងនេះវាមាន pH ចំណុចលេខ7អញ្ចឹងយើងចូលមកមើលការពិនិត្យមើលអាកម្លាំងម្ដងតើអាកម្លាំងវាបានកម្រិតណាប្រមាណដំណក់អាកម្លាំងជាធម្មតាការចិញ្ចឹមខ្យងយើងប្រើទៅ3ទៅ5ដំណក់ទៅប៉ុន្តែបើល្អគឺយកពី5ដំណក់ទៅ8ដំណក់គឺល្អមែនទែនអញ្ចឹងអាកម្លាំងវាមាន2ដបវាមានដបធំមួយដបដបតូចម្ដបអញ្ចឹងយើងបន្តដបតូចមុន1ដំណក់យើងបន្ត1ដំណក់មកមើលយើងបន្តដបតូច1ដំណក់វាប្រែពណ៌រាងខៀវកម្មៅអញ្ចឹងយើងបន្តដបតូច1ដំណក់ក្រោយមកបានយើងបន្តដបធំដបតូចចេះវាពណ៌រាងខៀវក្រមៅក្រោយមកយើងពិនិត្យមើលឃើញវាពណ៌ខៀវក្រមៅរួចហើយយើងយកអាដបធំហ្នឹងមកបន្តទៀតមកបន្តយកពី3ដំណក់ទៅ5ដំណក់គឺយើងអាចចិញ្ចឹមខ្យងបានប៉ុន្តែបើល្អគឺ5ដំណក់ទៅ8ដំណក់កម្រិតទឹកនៅក្នុងកែវគឺយើងយក5មីលីលីត្រមក
គឺគេមានចំណុះរបស់គេស្រេចក្នុងកែវនោះវាមាន5មីលីលីត្រអញ្ចឹងយើងបន្តអា10ធំនឹងមកចាំមើលបងប្អូន1ដំណក់2ដំណក់3ដំណក់វាអត់ទាន់ប្រែពណ៌ទេវានៅនឹងកម្ៅចុះវានៅអាកម្លាំងវានៅខ្លាំង4ដំណក់ក៏អត់ទាន់ប្រែពណ៌ដែរឡើងដល់5ដំណក់ហើយវានៅទៀតវានៅអត់ទាន់ប្រែពណ៌វានៅកកកម្ៅនៅក្នុងនោះអញ្ចឹងវាអត់ទាន់វាអត់អាចប្រែពណ៌ទាំងអស់វានៅជាតិនៅកម្លាំងវាខ្លាំងអញ្ចឹងយើងបន្តឡើងដល់7ដំណក់ឲ្យមិញ7ដំណក់ទេ7ដំណក់វានៅរងតិចវាអត់ទាន់អស់អញ្ចឹងវាទៅអត់ទាន់អស់យើងបន្ថែម1ដំណក់ទៀតឡើងដល់8ដំណក់អញ្ចឹង8ដំណក់ទឹកនៅក្នុងកែវនោះវាប្រែពណ៌ទៅជាពណ៌ផ្កាឈូកអស់វារលាយទៅអស់ប្រែជាពណ៌ផ្កាឈូកអស់បើវាប្រែជាពណ៌ផ្កាឈូកចឹងអស់ហើយមានន័យថាទឹកនេះវាយើងប្រើ8ដំណក់ហើយកម្លាំងវាខ្លាំងធម្មតាគេយកចិញ្ចឹមខ្យងគឺ3ទៅ5ដំណក់ប៉ុន្តែបើល្អគេយក5ទៅ7ដំណក់គឺល្អ7ដំណក់ឬក៏8ដំណក់អញ្ចឹងមានន័យថាទឹកនេះមានកម្លាំងខ្លាំងកម្លាំងរបស់វាគឺខ្លាំងវាបានដល់តែ8ដំណក់នេះបើយើងចិញ្ចឹមខ្យងគឺល្អចាំបកងគឺល្អដែរនេះកម្លាំងវាមានតែ2ដបហ្នឹងឯងដបតូចដបធំហើយ pH មាន1ដបអញ្ចឹងយើងឃើញទឹកនេះវាមានកម្លាំង8ដំណក់ pH លេខ7ជាមើលក្នុងអាងនឹងមកគេរៀបចំអញ្ចឹងមកត្រៀមចំណីរបស់វាហើយយើងដាំបន្លែននងនៅខាងមុខទៅដើម្បីវាទៅលើបានជាម្លប់កុំឲ្យពិបាកយើងចំណាយក្នុងការទិញស្បៃប្រក់យើងដាំអញ្ចឹងវាចំណេញយើងបានបន្លែជាចំណីសម្រាប់សត្វផងសម្រាប់យើងបរិភោគផងហើយណាមួយក៏ជួយលម្អមើលទៅស្អាតមួយយ៉ាងដែរដល់ពេលដែលបន្លែនងវាទៅលើទៅវាម្លប់ហើយបានផ្លែធ្លាក់មកក្រោមស្អាតវាចំណេញមួយយ៉ាងដែរចំណេញមួយបែបដែរហើយនៅក្នុងអាងយើងរៀបអញ្ចឹងមកដើម្បីឲ្យខ្យងវាឡើងលេងលើអានោះឥឡូវតែទឹកនោះគឺដើមគោខ្ញុំបន្តែវាយើងរៀបចំចំណីវាស្រេចអញ្ចឹងមកដល់ពេលយើងយកពូជខ្យងដាក់ចូលវាមានចំណីនៅក្នុងនោះស្រេចវាមានប្លង់តង់អីដុះនៅក្នុងនោះស្រេចវាមានស្លែមានអីដុះនៅក្នុងអាងនោះស្រេចដើម្បីជាចំណីរបស់សត្វខ្យងដែលយើងដាក់ចូលទៅខ្យងជាមីពូជក្តីខ្យងដែលយើងចិញ្ចឹមយកសាច់ក្តីគឺយើងរៀបចឹងរៀបឲ្យវាមានចំណីនៅនឹងស្រេចក្រោយមកយើងគ្រាន់តែថែមចំណីបន្ថែមតែ2 3មុខ4មុខទៀតទៅយើងមានអីយើងបន្ថែមវាតិចទៅហើយយើងមានចំណីបំពន់មានមួយទឹកឲ្យម្ដងទៅចំណីបំពន់គឺចំណីបាវវាយំលាយដើម្បីឲ្យវាស៊ីមួយទឹកម្ដងឬក៏3ថ្ងៃម្ដងក៏បានដែរ